ម្ចាស់មកុដមី Infinity Cambodia 2026ស្នើសុំសាលារៀនផ្ដល់សិទ្ធិឲ្យសិស្សភេទទី3តែងស្រីទៅរៀនមហាជននិយមតាមដានវិស័យប្រកួតបវរកញ្ញាភេទទី3ច្បាស់ជាបានស្គាល់មកហើយនៅកម្មវិធីប្រកួតថ្មីសន្លងមួយដែលបានបង្កើតឡើងដោយកូនខ្មែរគឺកម្មវិធី Miss Infinity Cambodia ដែលបង្កើតឡើងដោយកូនខ្មែរគឺកញ្ញាម៉ាយ៉ាយ៉ាងណាមិញនៅថ្ងៃទី9ខែមករាឆ្នាំ2026កម្មវិធី Miss Infinity Cambodia 2026បានស្វែងរកឃើញម្ចាស់មកុដនៃឆ្នាំនេះហើយដោយបានទៅលើបវរកញ្ញាភេទទី3 Katino ងាកមកកាន់ម្ចាស់មកុដ Miss Infinity Cambodia 2026កញ្ញា Katino បើទោះជានៅក្នុងឆ្នាំនេះនាងមានវ័យទៅតែ18ឆ្នាំនិងកំពុងសិក្សាថ្នាក់ទី12ដែលជាឆ្នាំប្រឡងក៏ពិតមែនប៉ុន្តែនាងបានប្រឹងប្រែងបានយ៉ាងល្អនៅក្នុងការបែងចែកពេលវេលាសិក្សានិងការប្រកួតរហូតទទួលបានជោគជ័យផងដែរដោយឡែកក្រោយក្រុមមកុដបានមួយសប្តាហ៍ Miss Infinity Cambodia 2026បានសំណូមពរនៅក្នុងកិច្ចសម្ភាសន៍មួយរវាងកញ្ញាម៉ាយ៉ា Director Miss Infinity Cambodia ទៅកាន់បណ្ដាសាលានានាអនុគ្រោះឲ្យភេទទី3បានស្លៀកសម្លៀកបំពាក់សិស្សស្រីទៅរៀនក៏ដូចជាការទុកសក់វែងបានផងដែរក្នុងនោះតាមរយៈការសំណូមពរកញ្ញា Katinoបានឲ្យដឹងថាកញ្ញាបច្ចុប្បន្នរៀនថ្នាក់ទី12នៅវិទ្យាល័យជាសៀមសន្ធរមុខហើយសម្រាប់កញ្ញាគឺទទួលបានការអនុញ្ញាតឲ្យស្លៀកពាក់សិស្សស្រីនិងទុកសក់វែងបានបន្ថែមពីនោះកញ្ញាបានសំណូមពរថាសូមឲ្យសាលាទាំងអស់ផ្ដល់សិទ្ធិនិងអាទិភាពពិសេសទៅកាន់ភេទទី3អាចឲ្យគាត់តែងនៅអ្វីដែលជាខ្លួនឯងដើម្បីឲ្យពួកគាត់មានអារម្មណ៍ថាសប្បាយចិត្តនិងខិតខំប្រឹងប្រែងដើម្បីរៀនសូត្របន្តទៀតជាមួយគ្នានេះដែរនៅក្នុងឆ្នាំ2026នេះកម្មវិធីប្រកួតបវរកញ្ញាខាងលើគឺជាការបើកឆាកដំបូងនៃការរៀបចំក៏ពិតមែនប៉ុន្តែនាយិកានៃកម្មវិធី Miss Infinity Cambodia កញ្ញាម៉ាយ៉ាបានសម្រិតសម្រាំងនិងត្រៀមការរៀបចំយ៉ាងរួចរាល់សម្រាប់រាត្រីថ្ងៃផ្ដាច់ព្រាត់ចាត់ឃើញថាម្ចាស់មកុដ Miss Infinity Cambodia 2026ចាបានស្នើសុំសាលារៀនដើម្បីផ្ដល់សិទ្ធិឲ្យសិស្សដែលជាភេទទី3ចាតែងជាស្រីទៅរៀនបានតែឃើញថាមហាជននិយមតាមដាននៅវិស័យប្រកួតសម្រាប់បវរកញ្ញាភេទទី3ច្បាស់ណាស់ថាបានស្គាល់រួចមកហើយនៅកម្មវិធីប្រកួតថ្មីសន្លងមួយចាដែលបានបង្កើតឡើងដោយកូនខ្មែរគឺកម្មវិធី Miss Infinity Cambodia ដែលបង្កើតឡើងដោយកូនខ្មែរផ្ទាល់ចាគឺកញ្ញាម៉ាយ៉ាប៉ុន្តែយ៉ាងណាមិញចានៅក្នុងថ្ងៃទី9ខែមករាឆ្នាំ2026កន្លងទៅចាកម្មវិធី Miss Infinity Cambodia 2026ចាបានស្វែងរកឃើញម្ចាស់មកុដនៃឆ្នាំនេះហើយចាគឺបានទៅលើបវរកញ្ញាភេទទី3ដែលមានឈ្មោះថា Katino ដែលងាកមកកាន់ម្ចាស់មកុដ Miss Infinity Cambodia 2026ចាគឺកញ្ញា Katino បើទោះជានៅក្នុងឆ្នាំនេះចានាងមានវ័យទៅតែ18ឆ្នាំពិតមែននិងកំពុងតែសិក្សានៅក្នុងថ្នាក់ទី12ដែលជាឆ្នាំប្រឡងក៏ពិតមែនប៉ុន្តែនាងបានប្រឹងប្រែងបានយ៉ាងល្អនៅក្នុងការបែងចែកពេលវេលាក្នុងការសិក្សានិងការប្រកួតរហូតធ្វើឲ្យនាងនឹងទទួលបានជោគជ័យផងដែរចាដែលឡែកក្រោយពីបានក្រុមមកុដចារយៈពេលប្រហែលជាមួយសប្តាហ៍កន្លងមកចារូបនាងក៏បានសំណូមពរនៅក្នុងកិច្ចសម្ភាសន៍មួយរវាងកញ្ញាម៉ាយ៉ាដែលជា Director Miss Infinity Cambodia ទៅកាន់បណ្ដាសាលានានាចាជួយអនុគ្រោះឲ្យភេទទី3បានស្លៀកសម្លៀកបំពាក់សិស្សស្រីទៅរៀនក៏ដូចជាការទុកសក់វែងបានផងដែរនៅក្នុងនោះតាមរយៈការសំណូមពរកញ្ញា Katino ក៏បានឲ្យដឹងផងដែរថាកញ្ញាបច្ចុប្បន្នបានរៀននៅក្នុងថ្នាក់ទី12នៅក្នុងវិទ្យាល័យជាសៀមសន្ធរមុខហើយសម្រាប់កញ្ញាផ្ទាល់គឺទទួលបានការអនុញ្ញាតឲ្យស្លៀកពាក់សិស្សស្រីនិងទុកសក់វែងបានបន្ថែមពីនោះកញ្ញាក៏បានសំណូមពរបន្ថែមផងដែរថាសូមឲ្យសាលាទាំងអស់ចាប់ផ្ដល់សិទ្ធិនិងអាទិភាពជាពិសេសទៅកាន់ភេទទី3អាចឲ្យគាត់តែងនៅអ្វីដែលជាខ្លួនឯងដើម្បីឲ្យពួកគាត់មានអារម្មណ៍ថាសប្បាយចិត្តនិងខិតខំប្រឹងប្រែងដើម្បីរៀនសូត្របន្តទៀតជាមួយគ្នានេះដែរនៅក្នុងឆ្នាំ2026នេះចាកម្មវិធីប្រកួតបវរកញ្ញាខាងលើគឺជាការបើកឆាកដំបូងនៃការរៀបចំកម្មវិធីពិតមែនប៉ុន្តែនាយិកានៃកម្មវិធីនេះបានសម្រិតសម្រាំងនិងត្រៀមរៀបចំយ៉ាងរួចរាល់សម្រាប់រាត្រីនៃថ្ងៃផ្ដាច់ព្រាត់